ពិធីបុណ្យវិសាខបូជាគឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនាអាចរាប់ថាជាពុទ្ធានុសារណកិច្ចដ៏សំខាន់សម្រាប់រលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូជាម្ចាស់នាថ្ងៃពេញបូរមីសម្មាសម្ពុទ្ធជាម្ចាស់ដែលមានន័យថាថ្ងៃនេះពុទ្ធសាសនិកនៅទូទាំងពិភពលោកនាំគ្នារំលឹកដល់ថ្ងៃប្រសូតថ្ងៃត្រាស់ដឹងនិងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តាការដែលប្រារព្ធពិធីបូជានាថ្ងៃ15កក្ករូទី1ព្រះអង្គទ្រង់ប្រសូតចាកពីព្រះឧត្តរព្រះមេដាក្រោមដើមសាលព្រឹកដែលត្រូវនឹងពេលព្រឹកថ្ងៃសុក្រទី15កើតខែពិសាខឆ្នាំចមុនពុទ្ធសករាជបច្ចគម្រប់ព្រះជន្ម35ឆ្នាំនៅឯពុទ្ធគយានិងទី3ជាថ្ងៃដែលព្រះអង្គយាងចូលព្រះបរមបរិនិព្វានក្រោយអំពីព្រះអង្គត្រាស់ដឹងនិងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល45ព្រះវស្សារហូត10ឆ្នាំគត់និងមុនពុទ្ធសករាជ1ថ្ងៃគត់ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យានចន្លោះដើមរាំងទាំងគូក្បែរនគរកុសេនារាម្យ៉ាងទៀតការប្រារព្ធពិធីបុណ្យវិសាខបូជានៅក្នុងសលកម្មមួយនេះដោយសេចក្តីសប្បាយរីករាយទៅហើយសូមអនុមោទនាស្ដាប់ចម្រៀងពុទ្ធស្ថានចំណងជើងឧទ្យានលំពិនីឬកន្លែងព្រះអង្គប្រសូតឧទ្យានលំពិនីជាទីជ្រះថ្លាទីព្រះមេតាប្រសូតបុត្រថ្លៃឧទ្យានលំពិនីជាទីជ្រះថ្លាទីព្រះមេតាប្រសូតបុត្រថ្លៃបរមពុទ្ធិសត្វពុទ្ធិញាណយាយដឹកនាំសត្វថ្លៃចេញចាក់ទុកខាបរមពុទ្ធិសត្វពុទ្ធិញាណយាយដឹកនាំសត្វថ្លៃចេញចាក់ទុកខាប្រសូតមកភ្លាមស្ដេចឈរសំឡឹងស្ដេចឈររំពឹងថាគ្មាននរណាប្រសូតមកភ្លាមស្ដេចឈរសំឡឹងស្ដេចឈររំពឹងថាគ្មាននរណាទេវលោកព្រហ្មលោកអង្គទាំងមនុស្សសាឥតមាននរណាប្រៀបស្មើបានឡើយទេវលោកព្រហ្មលោកអង្គទាំងមនុស្សសាឥតមាននរណាប្រៀបស្មើបានឡើយទ្រង់ឈានទៅមុខ7ជំហានព្រះតីក្លាហានចិនដាឥតស្បើយទ្រង់ឈានទៅមុខ7ជំហានព្រះតីក្លាហានចិនដាឥតស្បើយទ្រង់ពោលវាចាក្នុងលោកនេះហើយគ្មាននរណាឡើយចំបងលើកអញ